តែយើងតែងចែករបៀបការប្រយុទ្ធមាន3ប្រភេទទី1គឺយើងប្រើប្រាស់កាយសោមទាប្រភេទទី2យើងប្រើប្រាស់អាវុធដែលមានមុខរីឯប្រភេទទី3យើងក៏ប្រើប្រាស់អាវុធដែលគ្មានមុខដែរការពិធីយុទ្ធគុណដូនតាខ្មែរបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្នែកខាងក្បាច់គុណច្បាស់យើងបានវត្តដើម្បីលើកស្ទួយនូវយុទ្ធគុណដូនតាខ្មែរជាដួងលើកនៃវប្បធម៌ជាតិខ្មែរទាំងមូលហើយដូច្នេះហើយលោកអ្នកដែលបានគោរពអញ្ជើញមកទស្សនារបៀបយុទ្ធគុណដូនតាខ្មែរនេះយើងសម្ដែងជូនទស្សនានៅលើទីក្រុងតប្រពៃនេះគឺបានដឹកនាំកីឡាកររីឆ្នើមហើយការសម្ដែងយុទ្ធគុណដូនតាខ្មែរ